លោកសួស្តីពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍កម្មវិធីត្រឡប់មកកាន់វីដេអូរបស់ខ្ញុំបានសាជាថ្មីហើយនេះក៏ជាវីដេអូសកម្មភាពទាក់ទងទៅនឹងការមកមើល concert ក៏ដូចជាការរៀបចំប្រដាល់គុនខ្មែរជាដើមហើយយំមិញហ្នឹងភ្លេចផុសអ្នកគ្នាក៏ថតតែភ្លេចផុសឥឡូវយើងទៅផុសថ្ងៃបន្ទាប់គាត់ថាយប់នេះគឺជាយប់ចុងក្រោយហើយដែលទៅហើយសំណាងក៏យើងបានមកមើលដែរឥឡូវយើងទៅរកកន្លែងចតម៉ូតូទុកសិនអ្នកទាំងអស់គ្នាហើយឥឡូវយើងមកដល់កន្លែងចតម៉ូតូឯងពួកខាងក្រោយយើងបានផ្ញើទៅយកមកផ្ញើខាងមុខវិញហើយអ្វីដែលសំខាន់ណាស់ហ្នឹងគឺគេមិនយល់ដែរអ្នកនរគ្នាគេកត់គីឡូម៉ូតូដែលយើងជាគេបានកត់លេខម៉ូតូហើយសំខាន់គេយករូបថតទុកទៀតពួកខ្លាចច្រឡំគ្នាព្រោះតែមុននឹងតិចប៊ីសនឹងប៉ះគ្នាមួយម៉ូតូខាងក្រោយឥឡូវយើងចូលមកមើលខាងក្នុងបន្ទាប់ពីផ្ញើម៉ូតូហើយតែសំខាន់មកគ្នាច្រើនទេអ្នកគ្នាថាបាត់គ្នារកគ្នាឃើញឥឡូវចូលមើលខាងក្នុងបន្តិចហើយបានទៅរកគ្នាបន្តឥឡូវជិតដល់គេឡើងច្រៀងយើងនៅស្ដាប់គេសិនចាំទៅរកគ្នាបន្តទៀតតោះទៅស្ដាប់ទាំងអស់គ្នាអូខេណាស់បន្ទាប់ពីបានស្ដាប់ចម្រៀងមកសតោហើយយើងក៏បានកលេចឃើញគ្នាឥឡូវក៏មកតាមគ្នាមកទៅពលទៅជួបតែអ្វីដែលសំខាន់ដើរទៅមជ្ឈមហើយឡប់មកវិញគឺយើងដើរទៅរកកន្លែងគប់អបោហ្នឹងនេះឥឡូវយើងមកដល់កន្លែងគប់អបោនេះប៉ុន្តែអ្វីសំខាន់ម្នាក់ហ្នឹងគឺសុំគប់តែអបោទេតែឥឡូវតែគប់ត្រីខោព្រោះនៅរីរពេញហ្នឹងហើយអ្វីដែលសំខាន់មួយទៀតគឺឃើញថាមានពុកបងប្អូនយើងមកចូលរួមទស្សនាច្រើនមែនតើគឺអូខេតែនងថាសប្បាយគួរសមដែរណានេះគាត់ថាយើងមកគប់អបោដែរតែគប់អត់ត្រូវទេអញ្ចឹងកន្លែងគប់អបោគឺខ្ញុំអត់បានថតទេថតតែគេគប់ហ្នឹងហើយព្រោះគប់ខ្លួនឯងទៅគប់អត់ចោលមកអត់ដឹងមិនអត់ជំនាញខាងហ្នឹងឥឡូវឃើញថាយើងដើរលេងអស់ចិត្តហើយយើងដើរមើលគេអស់ចិត្តដើរគប់អបោឲ្យអស់ចិត្តហើយរយៈពេល2ម៉ោងឥឡូវយើងក៏សម្រាប់ចិត្តធ្វើដំណើរត្រឡប់ទៅផ្ទះវិញឥឡូវវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ